ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកចែកម្លែកជូនបងប្អូនដៃថ្មីទាំងអស់គ្នាដែលគាត់អត់ទាន់បានដឹងអំពីការផុសវីដេអូខ្លីតើប៉ុន្មានវិនាទីទើបល្អហើយក្នុង account នីមួយៗតើយើងអាចផុសដូចគ្នាដែរឬទេអញ្ចឹងបងប្អូនចូលទៅទស្សនាទាំងអស់គ្នាអរគុណបាទអញ្ចឹងជាដំបូងបងប្អូនទាំងអស់គ្នាចុចមកចូល account Facebook របស់យើងហើយបងប្អូនហើយបងប្អូនទាំងអស់គ្នាចុចមកចូលនឹងសញ្ញា professional mode ហ្នឹងសញ្ញាត្រី3ហ្នឹងហើយបងប្អូនចុចមកលើកន្លែងរូបដូចក្បាលមីក្រូនេះក៏បានហើយបងប្អូនឬក៏បងប្អូនចុចមកត្រង់នេះក៏បានអញ្ចឹងបងប្អូនមើលចំណុចនេះគេដាក់ថាបច្ចុប្បន្នភាពអាហ្នឹងយើងមើលអំពីការក្នុងសប្តាហ៍ហ្នឹងតើយើងគួរផុសរៀលឲ្យច្រើនជាងរូបភាពឬក៏រូបភាពឲ្យច្រើនជាងរៀលអញ្ចឹងបើសិនជាចំណុចនេះគេដាក់ថាសាកល្បងបង្ហោះរៀលឲ្យច្រើនជាង60វិនាទីអញ្ចឹងនៅក្នុងសប្តាហ៍ហ្នឹងយើងបុកវីដេអូខ្លីឬក៏វីដេអូវែងឲ្យបានច្រើនគឺកាន់តែល្អបងប្អូនតែបើសិនជាកន្លែងនេះគេដាក់ថាសាកល្បងបង្ហោះរូបភាពឲ្យបានច្រើនជាងនេះនៅក្នុងសប្តាហ៍នេះអញ្ចឹងបងប្អូនត្រូវព្យាយាមបង្ហោះរូបភាពឲ្យបានច្រើនព្រោះយើងបង្ហោះវីដេអូខ្លីក៏គេអត់សូវជំរុញដែរបងប្អូនព្រោះអីក្រុមហ៊ុនគេចង់ឲ្យយើងផុសរូបភាពឲ្យបានច្រើនអញ្ចឹងបើដូចរបស់ខ្ញុំនេះក្នុងសប្តាហ៍នេះគេដាក់ឲ្យបង្ហោះវីដេអូរៀលដែលច្រើន60វិនាទីនៅក្នុងសប្តាហ៍នេះអញ្ចឹងសប្តាហ៍នេះខ្ញុំអាចផុសវីដេអូខ្លីឬក៏វីដេអូវែងច្រើនជាងរូបភាពបងប្អូនហើយសប្តាហ៍មុនខ្ញុំផុសភាគច្រើនតែរូបភាពទេដោយសារតែកន្លែងនេះគេដាក់ខ្ញុំផុសរូបភាពឲ្យបានច្រើនអញ្ចឹងទី2យើងចូលទៅមើលតើការបង្ហោះរៀលហ្នឹងប្រហែលនាទីឲ្យបានល្អអញ្ចឹងរបស់ខ្ញុំនេះតម្រង់រៀលរបស់ខ្ញុំគេដាក់ពី45ទៅ60វិនាទីអញ្ចឹងបងប្អូនចូលទៅទស្សនា account មួយទៀតបាទបងប្អូនចូលមើល account មួយទៀត account នេះaccount នេះចាំភ្លេចសិនបងប្អូនវាលឺសំឡេងរំខានអញ្ចឹង account នេះគេដាក់ប្រវែងដ៏ល្អបំផុតគឺ15វិនាទីហើយតម្រង់ដែលល្អបំផុតគឺរូបថតអញ្ចឹងបានន័យថា account នេះរៀលយើងអាចផុសបានត្រឹម15វិនាទីបងប្អូនតែបើយើងផុសលើសហ្នឹងក៏អត់សូវមានអ្នកមើលដែរអញ្ចឹងយើងចូលមកមើលចំណុចនេះបងប្អូនឃើញទេ account នេះគេឲ្យដាក់ព្យាយាមបង្ហោះរូបថតបន្ថែមទៀតនៅក្នុងសប្តាហ៍នេះអញ្ចឹងបើសិនជាយើងផុសវីដេអូច្រើនក៏អត់សូវមានអ្នកមើលដែរមើលយ៉ាងខ្លាំងត្រឹម3 400 500អ្នកប៉ុណ្ណឹងបងប្អូនតែបើយើងផុសរូបភាពអាចមើលទៅដល់ KK អញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេបើបងប្អូនគិតថាល្អសូមបងប្អូនជួយចុច follow ហើយនឹង comment ម្នាក់មួយផងបើសិនជាអាចជួយ share ខ្ញុំម្នាក់មួយផងបងប្អូន